ស្ដីបងប្អូនអរគ្នាមានធ្វើវីដេអូតងជាមួយនឹងសំការក្រោយផ្ទះទីជីវិតបែបស្រុកស្រែរស់នៅសាមញ្ញសាមញ្ញចំនួនបានកន្លែងតែឈើក្រោយផ្ទះបីសក់ក្រោយផ្ទះមានដើមដូងដើមទឹកដោះកបែកដើមចេកល្ហុងខ្វិតក្រូចហើយពពាយតែពពាយនេះបេះស្លព្រឹកមិញអស់ហើយធ្វើទឹកគ្រឿងបេះអស់ផ្លែច្រើនមានច្រើនហើយសម្រាប់អ្នកដែលគាត់ធ្វើការ stress បើសិនជាមានចំការបែបនេះគឺស្រស់ស្រាយមែនតើនេះផ្លែស្វាយដល់ដីស្វាយនេះដើមព្រីងដើមកូនក្រៃទឹកស្ងោរហ្នឹងទៅហើយនេះមកអមសម្រាប់ដាក់ឆ្លមកជូរហ្នឹងហើយយើងមានដើមអាស័យចឹងទៅស្រស់ស្រាយបងប្អូនហើយនេះគឺចំការជីប៉ុន្តែគឺវាបាននេះអស់ហើយប៉ុន្តែវាជ្រុះរាប់មកវាកើតកូនទៀតហើយនេះត្រប់នេះគឺផ្លែត្រប់មានគ្រប់មុខក្រៅផ្ទះខ្ញុំហើយទេសភាពគឺថាពិតជាស្រស់ស្រាយខ្លាំងមែនទែនអានេះស្រូវវែងយើងច្រូតអស់ហើយប៉ុន្តែឥឡូវវាមានខ្ជុះអញ្ចឹងទៅមើលទៅមេឃឡើងខ្មៅនិតនេះក្រោយផ្ទះស្រស់ស្រាយចឹងពេលដែលយើង stress យើងធ្វើការហត់ហើយបើសិនជាយើងមានចការនៅក្រោយផ្ទះមានដើមឈើយើងមក relax មួយថ្ងៃពីរថ្ងៃគឺវាស្រស់ស្រាយបន្ធូរនូវភាពតានតឹងរបស់យើងបានច្រើនមែនតើមានតែប៉ុណ្ណឹងបងប្អូនអរគុណជំរាបលា